សមាសធាតុទី3គឺយើងមានស្រង់ជោមប្រូមួដែលទៅបង្ហាញស្រង់ជោមតាំងដោយអក្សរ SO បាទសំទោសនេះគឺស្រង់ស្យូមបាទមានវឡង់លេខ2ហើយប្រូមួ BR ដែលមានវឡង់លេខ1ស្រង់ជោមនឹងធ្វើការបោះបង់វឡង់លេខ2វាទៅកាន់ប្រូមហើយប្រូមផ្ទេរវឡង់លេខ1មកកាន់ស្រង់ជោមរូបមន្តដែលទទួលបានមកគឺ SO បាទស្រង់ស្យូមមានវឡង់មានសន្ទុះលេខ1បាទសន្ទុះលេខ1នេះគឺជាវឡង់ចាស់របស់ប្រូមបាទចំណែកឯប្រូមវិញគឺយើងយកវឡង់លេខ2របស់ស្រង់ជោមបោះមកឲ្យប្រូមបាទបោះមកឲ្យប្រូមបាទសរសេរបែបនេះហ្នឹងហើយអញ្ចឹងលេខ1របស់ស្រង់ជោមអត់បង្ហាញទេអញ្ចឹងរូបមន្តរបស់វាចុងក្រោយគឺចេញមកគឺជា SO បាទ BR បាទដែលមានសន្ទុះលេខ2មានន័យថាមានស្រង់ជោមស្រង់ស្យូមចំនួន1ហើយប្រូមចំនួន2នៅក្នុងម៉ូលេគុលរបស់ស្រង់ជោមប្រូមួសមាសធាតុចុងក្រោយនេះគឺជាបារីយ៉ូមប្រូមួបារីយ៉ូមតាំងដោយអក្សរ BA មានវឡង់លេខ2បារីយ៉ូមនឹងបោះបង់វឡង់2នេះទៅកាន់ប្រូមហើយប្រូមដែលមានវឡង់លេខ1វានឹងបោះបង់1នេះមកឲ្យបារីយ៉ូមអញ្ចឹងរូបមន្តដែលទទួលបានមកគឺ BA ទទួលយកវឡង់លេខ1របស់ប្រូមចំណែកឯប្រូម BR វិញវានឹងទទួលយកវឡង់លេខ2របស់បារីយ៉ូមលេខ1គឺយើងអត់យកទេអញ្ចឹងយើងសម្រួលចោលដែរបាទរូបមន្តចុងក្រោយដែលចេញមកគឺ BA បាទ BR សន្ទុះលេខ2មានន័យថាបារីយ៉ូមប្រូមួតាំងដោយអក្សរ BA ចំនួន1អាតូមហើយនឹងមានការចូលផ្សំពីប្រូមចំនួន2អាតូម